ជាតិអើយបងកើតខ្ញុំហើយលេចឡើយមកថ្លៃខ្សែវិញឆ្នេរណាបានយល់ស្នេហាឯលើប្រែងងឹតចឹងមកប្រែងងឹតតែចោជាតិនេះបានជាខំអស់ហើយទេរំពឹងខ្ញុំឈប់ចង់ដឹងឈប់រំពឹងហើយស្នេហាធ្វើមិនដេញនិស័យកម្មតាមសន្តិជាតិវេទនីក្រំគ្រាស្ទើរតែមរណារស់នៅរាល់ថ្ងៃអត្ថន័យខ្លឹមសារជួបតែស្នេហាហោហាដូចផ្សែងលឺហើយងងឹតអត់យល់រស្មីស្នេហាប្រែនៃរាល់ថ្ងៃទ្រូងចំបែកតែស៊ូទ្រាំរស់ម្នាក់ឯងតាមព្រេងវាសនា ធ្វើមិនដេញនិស័យកម្មតាមផ្ដន់ទីជាតិនេះវេទនីក្រំគ្រាស្ទើរតែមរណារស់នៅរាល់ថ្ងៃអត្ថន័យខ្លឹមសារជួបតែស្នេហាហោហាដូចផ្សែងលឺហើយងងឹតអត់យល់រស្មីស្នេហាប្រែនៃរាល់ថ្ងៃទ្រូងចំបែកតែស៊ូទ្រាំរស់ម្នាក់ឯងតាមព្រេងវាសនា រាត្រីស្ងាត់នេះមាត់ទន្លេកន្លែងគូស្នេហ៍ធ្លាប់មកកំបានរាត្រីស្ងាត់នេះមាត់ទន្លេកន្លែងគូស្នេហ៍ធ្លាប់មកកំបានអង្គុយរៀបរាប់រឿងស្នេហ៍ពីប្រាណក្រំដួងព្រះច័ន្ទតែ
យន្តត្រជាជាប់រាំងរំភើយក្របងកាយក្លែផ្លឹកផងវិសាក្លិនតាចំពេញក្លិនព្រៃជីវាជីវិតស្នេហាប្រាថ្នាគ្រប់ជាតិខ្ញុំបើព្រាន់គឺព្រាត់ដោយកម្មមិនមែនចិត្តងល់ឲ្យខ្ញុំគ្លៀងគ្លៀតខ្ញុំបើព្រាន់គឺព្រាត់ដោយកម្មមិនមែនចិត្តងល់ឲ្យខ្ញុំគ្លៀងគ្លៀតជាតិនេះជួបហើយជាតិក្រោយជួបកុំឃ្លៀតសោះឡើយរៀងមួយមើលអាឡ័យចំរៀងច្រៀងថ្មីនឹងក្រោយបងអងចំរៀងអ្នកក្រងស្នេហ៍ស្រណោស្ដាយចិនដែលស្មោស្ដាយឈ្មោះស្នេហាចំរៀងសោកស្ដាយคล้ายជាពរជ័យជាចំណងដៃដល់ថ្ងៃរៀបការច្រៀងរាប់ជាប់រឿងដែលក្លិនសារជារឿងអនិច្ចាស្នេហាពលប្រាតែស៊ូកាន់ចិនទាំងមើលអាឡ័យដួងជីវិនខ្សែក៏សងចិនដែរសូមឲ្យអូនប្រកបក្តីស្នេហ៍កុំឲ្យបាច់បែដោយស្នេហ៍ប្របងចំរៀងអាឡ័យក្នុងថ្ងៃបែកគ្នាទឹកភ្នែកច្រៀងលាគ្រាធ្លាំឆ្លើយឆ្លងលារឿងទាំងអស់លាឆ្វនបងលាចិនដែលផងឆ្លងស្ពានជីវិតសំពើត្រនងត្រែស្រីទួនច្បារដំណាំត្រនងមលុកស្វាយឆ្លើយឆ្លងផ្ដែផ្ដាំឥឡូវណែកម្មឲ្យយើងបែកគ្នាប្រត់ពីមុំទាំងយំស្រណងអ្វីអ្វីទាំងអងរត់រួនកម្មពីណែយើងនៅស្មងចំពោះនឹងគ្នាតែកម្មមេរីឲ្យប្រត់គ្នាបានល
សាវរីយ៍ទីភ្នំសំពើបងស្គីយកទៅទាំងចិត្តណែក្រៀមក្រំមកឡើងខ្លោចតាអត់ម៉ែហាខ្ញុំមិនបានមួយឆ្នាំកំនុំប្រត់ណាអើយភ្នំសំពើលាទៅទាំងស្ដាយធ្វើមិនដេញកំកាយឲ្យឆ្ងាយកលយ៉ាងខ្លួនបងក្រខ្សត់ទូនីរទេសប្រាំឲ្យតែអូនបានសុខសាន្តអដមសាវរីយ៍ទីភ្នំសំពើបងស្គីយកទៅទាំងចិត្តណែក្រៀមក្រំនឹកឡើងខ្លោចសាអោស្នេហាខ្ញុំមិនបានមួយឆ្នាំកំណំប្រត់ណាចាំងរស្មីចំណាមកជាយក៏ផ្លែខុសពីធម្មតាជំនោមកមកក្រក្នុងកាណាក់នំដល់រួមចិនដាហើយហាត់ខ្លាទុំត្រជាងមានផតវាស្នាជួបទេពីដើមដែលចិត្តចំពេងបើផ្លែឃើញច្បាស់ស្មរដួងទាំងថាពិតជារឿងមលែជឿជាក់មិនមែនសូបានឡើងដឹងខ្លួនស្រវាងរកស្រីពេលត្រីក៏ខ្លាយជាក្តីខកខានរួមស្នេហ៍ស្រមោលដែលចាប់មិនបានសូបាញ់បានវងវែងខ្លាំងបានជួបតែស្នេហ៍អត្ថន័យ
សែងស្រីប៉ាំងអើយកនសែងស្រីប៉ាំងផ្ញើមកឲ្យបងអូកនសែងស្រីប៉ាំងអើយកនសែងស្រីប៉ាំងផ្ញើមកឲ្យបងមិនហ៊ានទាំងជួតមកផងកនសែងមិនអងខ្លាចបាត់អកនឹងស្រីកនសែងអបកាអើយកនសែងអបកាចំប៉ាថ្មីថ្មីកនសែងអបកាអើយកនសែងអបកាចំប៉ាថ្មីថ្មីឃើញកនសែងដូចឃើញស្រីបងនឹកស្រមៃថ្ងៃអោគ្មានភ្លេចកនសែងនិស័យអើយកនសែងនិស័យដំឡាយអោជាងពេជ្រកនសែងនិស័យអើយកនសែងនិស័យដំឡាយអោជាងពេជ្របងដាំងជាប់ខ្លួនជានិច្ចបងមិនបំភ្លេចជាតិណាក៏នៅចាំកនសែងស្រីប៉ាំងអើយកនសែងស្រីប៉ាំងញ៉ាំមកឲ្យបងកនសែងស្រីប៉ាំងអើយកនសែងស្រីប៉ាំងញ៉ាំមកឲ្យបងមិនហ៊ានទាំងជួនមកណាផងកនសែងមិនអខ្លាចបាត់អុកនឹងស្រីកនសែងអបកាអើយកនសែងអបកាចំប៉ាថ្មីថ្មីកនសែងអបកាអើយកនសែងអបកាចំប៉ាថ្មីថ្មីដូចឃើញស្រីបងនឹកស្រមៃថ្ងៃអោគ្មានភ្លេចកនសែងនិស័យអើយកនសែងនិស័យដំឡាយឲ្យជាងពេជ្រកនសែងនិស័យអើយកនសែងនិស័យឡាយអោជាងពេជ្របងដាំងជាប់ខ្លួនជានិច្ចបងមិនមកភ្លេចជាតិណាក៏នៅចាំ
មែនគូសូមទៅតនោះកាមកទៀងអើយមិនមែនគូសូមទៅតនោះកាមកទៀងបើស្រីណាគូអ្នកចំរៀងបើស្រីណាគូអ្នកចំរៀងសូមប្រាហូគៀងឲ្យយ៉ាងបានយល់សូមប្រាហូគៀងឲ្យយ៉ាងបានយល់រងការពួងសូមបួងសួងដល់អស់កិនព្រំអើយសម្រងការពួងសូមបួងសួងដល់អស់កិនព្រំបើស្រីណាជាគូនឹងខ្ញុំបើស្រីណាជាគូនឹងខ្ញុំសូមពិតហួរនាំការឲ្យជួបនាងសូមពិតហួរនាំការឲ្យជួបនាងបើមិនមែនគូសូមទៅតនោះការមកដូនទាវរៀមសែនត្រណងល្អទាំងរួមទាំងឈួងទៅតងគុលាចិនត្រណេឃើញបងពីការអូនយល់ថាបងរួមមានន័យបានជាស្រីមិនជាប់នឹងថ្ងៃវាសនាអាភពណាខ្ញុំតាំងពីកំណើតទេវតាលោកមកការ
មជីវិតរូបក្លិនកុលាបជ្រាបពពប្រានត្រយ៉ាងព្រៀបបាននឹងទឹកអមរៈកែវអើយសូមឈ្មោះនួននាងអាណិតត្រយត្រង់ជាដោយប្រណីគឺមានសូមតែចាចំពោះមុខមានភ្នំសំទុកជាសាងតែខ្ញុំមិនស្មោចំពោះត្រីសូមអ្នកប្រឡាក់ចោលទៅអកំពុងធំជំរុំចិត្តសូមផ្ញើជីវិតរឿងពិតនឹងទៅសូមនឹងព្រៃប្រងជួយតែជើងរូបទៅឲ្យខ្ញុំយ៉ាប់អើកំពុងធំជំរុំចិត្តសូមផ្ញើជីវិតរឿងពិតនឹងទៅសូមដឹងព្រៃប្រងជួយតែជើងរូបទៅឲ្យខ្ញុំយ៉ាប់ចិនស្នេហ៍ស្ទើរតែលេបបានស្ទើរតែលេបបានចំពោះកល្យានប្រាំបងលែងគិតបងត្រូវតស៊ូលុះសូនជីវិតលុះសូនជីវិតមិនឲ្យវាស្និទ្ធរូបបែបបានគេអូនល្អទាំងអស្រស់គ្មានតបណែស្រស់គ្មានតបណែពេញចិនអមអាយដូចមេឃនឹងខាចិត្តបងស្រឡាញ់ចោតចាញ់ក្តីស្នេហ៍ដូចចាញ់ក្តីស្នេហ៍ដូចខែរះពេញចោតចាញ់បងឆ្ងល់ណាស់ជួនកាលចិត្តបងឆាប់ខឹងបើព្រលឹងអូនស្ងៀមមិនសូវរាប់មនុស្សដទៃមិនជ័យនឹកភ្នំមិនជ័យនឹកភ្នំចំពោះបណ្ដោខឹងផងខ្សែបងទើបតែឥឡូវបងបានដឹងច្បាស់បងបានដឹងច្បាស់ថាខឹងពីព្រោះសេចក្តីស្នេហ៍ស្មោះប្រច័ណ្ឌព្រោះស្នេហ៍បែកខាងនួនឡងបែកខាងនួនល្អកុំប្រកាន់បងខាងព្រោះស្រឡាញ់
កាន់ព្រោះស្នេហ៍បែកកាន់លួនឡងបែកកាន់លួនឡងគុំប្រកាន់បងកាន់ព្រោះស្រឡាញ់គុំប្រកាន់បងកាន់ព្រោះស្រឡាញ់គុំប្រកាន់បងកាន់ព្រោះស្រឡាញ់ ការផ្លាស់ប្ដូរអនាគតហិរញ្ញវត្ថុរបស់អ្នកមិនតម្រូវឲ្យអ្នកឈ្នះឆ្នោតនោះទេវាទាមទារឲ្យមានការផ្លាស់ប្ដូរទម្លាប់ប្រចាំថ្ងៃប្រសិនបើអ្នកត្រៀមខ្លួនរួចជាស្រេចក្នុងការរំដោះខ្លួនចេញពីវដ្តដីនៃការរស់នៅពឹងផ្អែកលើប្រាក់ខែពីមួយខែទៅមួយខែហើយចាប់ផ្ដើមសាងសង់ទ្រព្យសម្បត្តិពិតប្រាកដនិងយូរអង្វែងអ្នកមកត្រូវកន្លែងហើយខាងក្រោមនេះគឺជាគន្លឹះហិរញ្ញវត្ថុផ្លាស់ប្ដូរជីវិតទាំង100ដើម្បីគ្រប់គ្រងវាសនាហិរញ្ញវត្ថុរបស់អ្នក ទី1ចំណាយឲ្យខ្លួនឯងមុនគេចាត់ទុកការសន្សំនិងការវិនិយោគជាវិក្កយបត្រប្រចាំខែដ៏សំខាន់បំផុតរបស់អ្នកដកប្រាក់ទាំងនេះចេញពីគណនីរបស់អ្នកមុនពេលអ្នកចាប់ផ្ដើមចំណាយផ្សេងៗទី2ស្វែងរកមូលហេតុរបស់អ្នកភ្ជាប់គោលដៅហិរញ្ញវត្ថុរបស់អ្នកទៅនឹងតម្លៃផ្ទាល់ខ្លួនរបស់អ្នកការសន្សំសម្រាប់ពេលចូលនិវត្តន៍គឺមិនច្បាស់លាស់ទេតែការសន្សំដើម្បីសេរីភាពក្នុងការដើរលេងជុំវិញពិភពលោកនៅអាយុ55ឆ្នាំគឺជាការជំរុញទឹកចិត្តទី3ប្រយ័ត្នការកើនឡើងនៃការចំណាយតាមចំណូលនៅពេលប្រាក់ចំណូលរបស់អ្នកកើនឡើងចូលទប់ទល់នឹងអារម្មណ៍ចង់ប្តូរឡានសម្លៀកបំពាក់និងផ្ទះភ្លាមរក្សាការចំណាយរបស់អ្នកឲ្យនៅដដែលហើយយកប្រាក់ដែលសល់ទៅវិនិយោគ ទី4ឈប់ប្រៀបធៀបបណ្ដាញសង្គមបង្ហាញតែភាពអស្ចារ្យមិនមែនរបាយការណ៍បំណុលកាតឥណទានទេអ្នកបើកឡានទំនើបក្បែរអ្នកអាចនឹងកំពុងលង់ក្នុងបំណុលការប្រាក់ខ្ពស់ទី5លុយគឺជាឧបករណ៍មិនមែនជាគោលដៅទេប្រើប្រាស់ទ្រព្យសម្បត្តិរបស់អ្នកដើម្បីទិញសេរីភាពសុវត្ថិភាពនិងពេលវេលាជាជាងគ្រាន់តែទិញសម្ភារៈទី6តាមដានទ្រព្យសម្បត្តិសុទ្ធរបស់អ្នកផ្ដោតលើអ្វីដែលអ្នកពិតជាមានទ្រព្យសកម្មដកបំណុលមិនមែនត្រឹមតែប្រាក់ខែសរុបរបស់អ្នកទេទី7រៀនពន្យាការចង់បានភ្លាមការរងចាំមុននឹងទិញអ្វីមួយជារឿយបង្ហាញថាអ្នកពិតជាមិនត្រូវការវាទេតាំងពីដំបូងទី8អភ័យទោសចំពោះកំហុសហិរញ្ញវត្ថុពីអតីតកាលការបន្ទោសខ្លួនឯងចំពោះបំណុលឬការទិញខុសពីអតីតកាលនឹងធ្វើឲ្យអ្នកនៅទ្រឹងរៀនពីវាអភ័យទោសឲ្យខ្លួនឯងហើយបន្តទៅមុខទី9និយាយអំពីលុយការពិភាក្សាអំពីហិរញ្ញវត្ថុជាមួយដៃគូឬមិត្តភ័ក្តិដែលគួរឲ្យទុកចិត្តជួយបំបត្តិភាពអៀនខ្មាស់បង្កើតការទទួលខុសត្រូវនិងជួយអ្នករៀនយុទ្ធសាស្ត្រថ្មីៗទី10ឲ្យតម្លៃពេលវេលារបស់អ្នកគណនាប្រាក់ឈ្នួលម៉ោងពិតប្រាកដរបស់អ្នកមុនពេលទិញទំនិញចូលសួរខ្លួនឯងថាតើអ្នកត្រូវធ្វើការប៉ុន្មានម៉ោងទើបអាចទិញវាបានទី11ប្រើប្រាស់ការរៀបចំថវិកាផ្អែកលើ0 based budget កំណត់រាល់ប្រាក់ដុល្លារនីមួយៗឲ្យមានមុខងារចំណាយសន្សំឬវិនិយោគមុនពេលចាប់ផ្ដើមខែថ្មីដើម្បីឲ្យចំណូលដកចំណាយស្មើនឹង0ទី12សាកល្បងច្បាប់50 30 20ប្រសិនបើការរៀបចំថវិកាលំអិតស្មុគស្មាញពេកគ្រាន់តែបែងចែក 50% នៃចំណូលសម្រាប់តម្រូវការចាំបាច់ 30% សម្រាប់ការចង់បាននិង 20% សម្រាប់ការសន្សំនិងសងបំណុលទី13តាមដានរាល់ការចំណាយការដឹងច្បាស់គឺជាជំហានដំបូងក្នុងការផ្លាស់ប្ដូរទម្លាប់ចំណាយរបស់អ្នកមិនអាចកែលម្អអ្វីដែលអ្នកមិនតាមដាននោះទេទី14ធ្វើឲ្យអ្វីដំណើរការដោយស្វ័យប្រវត្តិកំណត់ការបង់វិក្កយបត្រនិងការវិនិយោគរបស់អ្នកដោយស្វ័យប្រវត្តិដើម្បីកុំឲ្យហួសថ្ងៃកំណត់ឬត្រូវរឹងពិន័យទី15ត្រួតពិនិត្យការជាវឬ subscription របស់អ្នកពិនិត្យមើលរបាយការណ៍ធនាគារហើយលុបចោលកម្មវិធីសេវាកម្មកំសាន្តនិងក្លឹបហាត់ប្រាណដែលមិនបានប្រើប្រាស់ទី16រៀបចំផែនការសម្រាប់ការចំណាយមិនទៀងទាត់សន្សំប្រាក់ប្រចាំខែសម្រាប់វិក្កយបត្រប្រចាំឆ្នាំដូចជាពន្ធអចលនទ្រព្យបង់ពន្ធឡានឬកាដូដើម្បីកុំឲ្យវាប៉ះពាល់ដល់ចរន្តសាច់ប្រាក់ប្រចាំខែរបស់អ្នកទី17ប្រើប្រាស់ប្រព័ន្ធស្រោមសំបុត្រ envelope system ប្រសិនបើអ្នកតែងតែចំណាយលើសក្នុងផ្នែកណាមួយដូចជាការញ៉ាំអាហារខាងក្រៅ
ចូលដកប្រាក់សុទ្ធតាមចំនួនកំណត់ដាក់ក្នុងស្រោមសម្បត្តិនៅដើមខែពេលលុយអស់អ្នកត្រូវឈប់ចំណាយទី18ពិនិត្យមើលថវិកាប្រចាំសប្តាហ៍ការចំណាយពេល15នាទីរាល់សប្តាហ៍ដើម្បីពិនិត្យមើលថវិកាជួយការពារបញ្ហានៅចុងខែនិងរក្សាអ្នកឲ្យនៅតាមគោលដៅទី19ប៉ាន់ស្មានការចំណាយឲ្យលើសបន្តិចតែងតែត្រៀមថវិកាសម្រាប់ចំណាយប្រែប្រួលដូចជាទឹកភ្លើងឬគ្រឿងទេសឲ្យលើសពីការគិតរបស់អ្នកបន្តិចទី20រក្សាការរៀបចំថវិកាឲ្យសាមញ្ញប្រសិនបើតារាងកត់ត្រាស្មុគស្មាញធ្វើឲ្យអ្នកឈឺក្បាលគ្រាន់តែប្រើប៊ិចនិងក្រដាសឬកម្មវិធីសាមញ្ញភាពខ្ជាប់ខ្ជួនសំខាន់ជាងឧបករណ៍ដែលប្រើទី21បង្កើតមូលនិធិបន្ទាន់ដំបូងសន្សំប្រាក់ពី$1000ទៅ$2000ជាបន្ទាន់វាជាខែលការពារបញ្ហាទូចតាចដោយមិនចាំបាច់ប្រើកាតអ៊ីនធៀមទី22ពង្រីកមូលនិធិបន្ទាន់សម្រាប់3ទៅ6ខែពេលសងបំណុលការប្រាក់ខ្ពស់អស់ហើយបង្កើតមូលនិធិបន្ទាន់ពេញលេញដើម្បីការពារពេលបាត់បង់ការងារឬបញ្ហាសុខភាពទី23ប្រើប្រាស់គណនីសន្សំដែលមានអត្រាការប្រាក់ខ្ពស់ហាយសាឈប់ទុកប្រាក់សុទ្ធក្នុងគណនីធនាគារធម្មតាដែលបានការប្រាក់ 0.01% បដូរមូលនិធិបន្ទាន់ទៅគណនីហាយសាដើម្បីទទួលបានការប្រាក់ខ្ពស់ជាងមុនទី24លាក់លុយពីខ្លួនឯងបើគណនីសន្សំនៅធនាគារផ្សេងពីគណនីចរន្តរបស់អ្នកការផ្ទេរប្រាក់ដែលចំណាយពេល 2-3 ថ្ងៃនឹងជួយកាត់បន្ថយចំណងចំណាយភ្លាមទី25អនុវត្តច្បាប់24ម៉ោងរងចាំមួយថ្ងៃពេញមុនពេលទិញរបស់ដែលមិនចាំបាច់បើថ្ងៃស្អែកនៅតែចង់បានសឹមទិញជាធម្មតាអារម្មណ៍ចង់ទិញនឹងបាត់ទៅវិញទី26សន្សំប្រាក់ដែលបានមកដោយមិននឹកស្មានដល់យកប្រាក់រង្វាន់ប្រចាំឆ្នាំប្រាក់បង្វិលពន្ធនិងកាដូជាសាច់ប្រាក់ទៅដាក់ក្នុងការសន្សំឬវិនិយោគជំនួសឲ្យការទិញសម្ភារៈទំនើបទី27វិនិយោគប្រាក់អាប់របស់អ្នកប្រើកម្មវិធីវិនិយោគខ្នាតតូចដែលកាត់ប្រាក់អាប់ពីការចំណាយប្រចាំថ្ងៃទៅវិនិយោគដោយស្វ័យប្រវត្តិទី28ធ្វើឲ្យការសន្សំទៅជាល្បែងកម្សាន្តសាកល្បងការប្រកួតប្រជែងសន្សំ52សប្តាហ៍ខែមិនចំណាយឬកៅសន្សំប្រាក់អាប់ដើម្បីធ្វើឲ្យការសន្សំคล้ายជារឿងសប្បាយទី29មានមូលនិធិសម្រាប់គោលដៅជាក់លាក់ Sinking Funds បង្កើតកញ្ចប់សន្សំដាច់ដោយឡែកសម្រាប់គោលដៅជាក់លាក់នាពេលខាងមុខឧទាហរណ៍ទិញសម្បកកង់ឡានដំណើរកម្សាន្តទៅអ៊ីតាលីដើម្បីឲ្យប្រាក់របស់អ្នកមានទិសដៅច្បាស់លាស់ទី30សន្សំស្មើនឹងការចំណាយលើរបស់ប្រណីរាល់ប្រាក់$1ដែលអ្នកចំណាយលើរបស់ប្រណីឬរបស់មិនចាំបាច់អ្នកត្រូវបង្ខំខ្លួនឯងឲ្យសន្សំ$1ដូចគ្នាទី31កត់ត្រាបំណុលទាំងអស់របស់អ្នកសរសេររាល់សមតុល្យអត្រាការប្រាក់និងការបង់ប្រាក់អបបរមាការប្រឈមមុខនឹងតួលេខពិតប្រាកដគឺជារឿងគួរឲ្យខ្លាចប៉ុន្តែវាជាជំហានដំបូងដ៏ចាំបាច់ទី32ជ្រើសរើសយុទ្ធសាស្ត្រសងបំណុលជ្រើសរើសវិធីសងបំណុលពីតូចទៅធំ That Snowball ដើម្បីបានកម្លាំងចិត្តឬវិធីសងបំណុលការប្រាក់ខ្ពស់មុន That Avalanche ដើម្បីចំណេញការប្រាក់ទី33បញ្ឈប់ការបង្កើតបំណុលថ្មីឈប់ប្រើកាតអ៊ីនធៀនខណៈពេលដែលអ្នកកំពុងព្យាយាមសងបំណុលចាស់អ្នកមិនអាចលុបបំណុលបានទេបើនៅតែបន្តខ្ចីទី34បង់ច្រើនជាងចំនួនអបបរមាការបង់ត្រឹមអបបរមាត្រូវបានរចនាឡើងដោយធនាគារដើម្បីឲ្យអ្នកជំពាក់បំណុលរាប់សិបឆ្នាំត្រូវបង់ឲ្យលើសជានិច្ចទី35ចរចាសុំបន្ថយអត្រាការប្រាក់ទូរស័ព្ទទៅក្រុមហ៊ុនកាតអ៊ីនធនីរបស់អ្នកហើយស្នើសុំបញ្ចុះអត្រាការប្រាក់ការសន្ទនា5នាទីអាចសន្សំប្រាក់អ្នកបានរាប់រយ$ទី36ពិចារណាលើការផ្ទេរសំទុល Balance Transfer ផ្ទេរបំណុលដែលមានការប្រាក់ខ្ពស់ទៅកាតដែលមានអត្រាការប្រាក់ 0% នៅពេលចាប់ផ្ដើមដើម្បីបញ្ឈប់ការប្រាក់កើនឡើងតែត្រូវសងឲ្យអស់មុនពេលផុតកំណត់ Promotion ទី37ជៀសវាងកម្ចីប្រាក់បន្តរហូតដល់ថ្ងៃបើកប្រាក់ខែ Payday Loans ជាដាច់ខាតអត្រាការប្រាក់ដ៏ខ្ពស់កប់ពពក
បង្កើតជាអន្ទាក់បំណុលវល់ដែលមិនអាចគេចផុតទី38បង្រួមបំណុលបញ្ចូលគ្នាប្រសិនបើចាំបាច់កម្ចីផ្ទាល់ខ្លួនដែលមានអត្រាការប្រាក់ទាបនិងថេរអាចបង្រួមការបង់ប្រាក់ច្រើនកន្លែងឲ្យមកនៅត្រឹមមួយដែលអាចគ្រប់គ្រងបានទី39បញ្ជាក់ការបង់ប្រាក់លើប្រាក់ដើមតែប៉ុណ្ណោះនៅពេលបង់ប្រាក់បន្ថែមលើកម្ចីដូចជាកម្ចីផ្ទះឬឡានត្រូវប្រាកដថាធនាគារកាត់វាចេញពីប្រាក់ដើមមិនមែនការប្រាក់នាពេលអនាគតទេទី40អបអរសាទរនៅពេលសម្រេចបានគោលដៅកត់សម្គាល់នៅពេលអ្នកសងកាតឯណោះទានណាមួយអស់ឬសម្រេចបានគោលដៅធំណាមួយដើម្បីរក្សាកម្លាំងចិត្តសម្រាប់រយៈពេលវែងទី41ត្រួតពិនិត្យរបាយការណ៍ឯណោះទានរបស់អ្នកជារៀងរាល់ឆ្នាំទាញយករបាយការណ៍ឯណោះទានដោយឥតគិតថ្លៃម្ដងក្នុងមួយឆ្នាំដើម្បីប្រាកដថាគ្មានគណនីក្លែងបន្លំឬកំហុសឆ្គងណាមួយដែលធ្វើឲ្យពិន្ទុឯណោះទានរបស់អ្នកធ្លាក់ចុះទី42កុំបង់ថ្លៃសេវាធនាគារប្តូរទៅធនាគារដែលផ្ដល់គណនីដោយមិនគិតថ្លៃសេវានិងមិនមានតម្រូវការតម្កល់ប្រាក់អបបរមាទី43រក្សាគណនីចាស់ឲ្យនៅបើកដំណើរការរយៈពេលនៃប្រវត្តិឥណទានមានឥទ្ធិពលវិជ្ជមានដល់ពិន្ទុឥណទានរបស់អ្នកកុំបិទកាតឥណទានចាស់បំផុតរបស់អ្នកទោះបីជាអ្នកកម្រប្រើវាក៏ដោយទី44រក្សាការប្រើប្រាស់ឥណទានឲ្យនៅកម្រិតទាបព្យាយាមប្រើតិចជាង 30% ល្អបំផុតគឺក្រោម 10% នៃដែនកំណត់ឥណទានសរុបរបស់អ្នកដើម្បីទទួលបានពិន្ទុឥណទានខ្ពស់ទី45កំណត់ការរំលឹកការបង់ប្រាក់ទទួលការជូនដំណឹងតាមសារឬអ៊ីមែល3ថ្ងៃមុនថ្ងៃកំណត់បង់ប្រាក់ដើម្បីកម្ចាត់ការភានាយឺតយ៉ាវទាំងស្រុងទី46ចាប់ទុកកាតអណទាន credit cards ដូចជាកាតអណពន្ធ debit cards កូសកាតអណទានលុះត្រាតែអ្នកមានសាច់ប្រាក់គ្រប់គ្រាន់ក្នុងគណនីដើម្បីសងវាវិញភ្លាមទី47ទាញយកអត្ថប្រយោជន៍ជាអតិបរមាពីរង្វាន់កាតអណទានប្រើប្រាស់ពិន្ទុសម្រាប់ការធ្វើដំណើរឬប្រាក់ត្រឡប់មកវិញឲ្យមានប្រយោជន៍ប៉ុន្តែវាមានប្រសិទ្ធភាពលុះត្រាតែអ្នកសងប្រាក់ពេញជារៀងរាល់ខែទី48បង្កកអណទានរបស់អ្នកការពារខ្លួនអ្នកពីការលួចអត្តសញ្ញាណដោយចាក់សោឯកសារអណទានរបស់អ្នកនៅពេលអ្នកមិនកំពុងស្វែងរកកម្ចីថ្មីទី49ជៀសវាងការធានាឲ្យគេ co-signing ការធានាកម្ចីឲ្យគេធ្វើឲ្យអ្នកទទួលខុសត្រូវតាមផ្លូវច្បាប់ 100% ប្រសិនបើអ្នកនោះមិនសងហ៊ាននិយាយថាទេដើម្បីការពារទ្រព្យសម្បត្តិនិងទំនាក់ទំនងរបស់អ្នកទី50បង្រួមគណនីរបស់អ្នកការមានគណនីច្រើនពេកធ្វើឲ្យជីវិតហិរញ្ញវត្ថុរបស់អ្នកស្មុគស្មាញរក្សាទុកតែគណនីដែលចាំបាច់បំផុតទី51ចេះរៀបចំអាហារទុកមុនការចម្អិនអាហារទុកនៅចុងសប្តាហ៍ការពារការចំណាយខ្ពស់លើការកុម្ម៉ង់អាហារនៅថ្ងៃធ្វើការដ៏រវល់ទី52កុំទៅទិញទំនិញពេលឃ្លានការទៅទិញគ្រឿងទេសពេលពោះទទេនាំឲ្យមានការទិញតាមចំណង់និងចំណាយអស់ច្រើនទី53គាំទ្រផលិតផលគ្មានម៉ាកល្បីៗឬ generic brands ម៉ាករបស់ផ្សារទំនើបជារាយមានធាតុផ្សំដូចគ្នាបេះបិទនឹងម៉ាកល្បីៗផលិតក្នុងរោងចក្រតែមួយប៉ុន្តែមានតម្លៃថោកជាងឆ្ងាយទី54ប្រើប្រាស់បណ្ណាល័យក្នុងតំបន់របស់អ្នកខ្ចីសៀវភៅសំឡេងភាពយន្តឬឧបករណ៍ផ្សេងជំនួសឲ្យការទិញវាទី55អនុវត្តថ្ងៃមិនចំណាយសោះសាកល្បងកំណត់យ៉ាងហោចណាស់2ថ្ងៃក្នុងមួយសប្តាហ៍ដែលអ្នកមិនចំណាយប្រាក់សូម្បី1រៀលទី56ឈប់ទទួលអ៊ីមែលផ្សព្វផ្សាយពីហាងទំនិញលុបបំបាត់ការលបួងនៃការលក់បញ្ចុះតម្លៃនិងការជំរុញឲ្យទិញតាមរយៈអ៊ីមែលរបស់អ្នកទី57ទិញរបស់មួយទឹកប្រសិនបើអាចគ្រឿងសង្ហារិមគ្រឿងអេឡិចត្រូនិកនិងសម្លៀកបំពាក់អាចរកបានក្នុងស្ថានភាពល្អដោយចំណាយប្រាក់តិចតួចបំផុតទី58រៀនជួសជុលរបស់សាមញ្ញដោយខ្លួនឯង DIY ជួសជុលបញ្ហាក្នុងផ្ទះសាមញ្ញតាមរយៈការមើល YouTube ជំនួសឲ្យការចំណាយប្រាក់រាប់រយដុល្លារជួលជាងទី59
ផឹកទឹកសាបនៅភោជនីយដ្ឋានការមិនផឹកទឹកក្រូចនិងគ្រឿងស្រវឹងអាចកាត់បន្ថយវិជ្ជកាប័ត្រអាហាររបស់អ្នកបាន 20% ឬច្រើនជាងនេះទី60ផ្ដោតលើតម្លៃនៃការប្រើប្រាស់មួយដងអាវធំតម្លៃ$100ដែលមានគុណភាពល្អស្លៀកបាន200ដង$0.50ក្នុងមួយដងគឺជាការសម្រេចចិត្តហិរញ្ញវត្ថុល្អជាងអាវ$20ដែលរហែកក្រោយពាក់បាន2ដង$10ក្នុងមួយដងទី61ចាប់ផ្ដើមថ្ងៃនេះពេលវេលាក្នុងទីផ្សារវិនិយោគសំខាន់ជាងការសម្មានពេលវេលាទីផ្សារ Timing the market កាន់តែចាប់ផ្ដើមឆាប់អ្នកកាន់តែមិនសូវលំបាកនៅថ្ងៃក្រោយទី62ទាញយកអត្ថប្រយោជន៍ពីការប្រាក់បន្ទប់ Compound interest យល់ពីគណិតវិទ្យានៃទ្រព្យសម្បត្តិលុយរបស់អ្នកបង្កើតការប្រាក់ហើយយូរទៅការប្រាក់នោះចាប់ផ្ដើមបង្កើតការប្រាក់ដោយខ្លួនឯងទី63វិនិយោគក្នុង Index Funds មូលនិធិ ETF ទីផ្សារទូទៅតែងតែផ្ដល់ផលចំណេញខ្ពស់ជាងមូលនិធិដែលគ្រប់គ្រងដោយអ្នកជំនាញក្នុងរយៈពេលវែងជាមួយនឹងថ្លៃសេវាទាបជាងច្រើនទី64កុំព្យាយាមទាយទីផ្សារវិនិយោគឲ្យបានខ្ជាប់ខ្ជួនទោះបីជាទីផ្សារភាគហ៊ុនកំពុងឡើងដល់ចំណុចកំពូលឬកំពុងធ្លាក់ចុះក៏ដោយទី65ប្រើប្រាស់ការបែងចែកទិញជាប្រចាំ Dollar Cost Averaging វិនិយោគប្រាក់ក្នុងចំនួនថេរក្នុងចន្លោះពេលទៀងទាត់វាជួយកាត់បន្ថយហានិភ័យនៃភាពប្រែប្រួលទីផ្សារទី66ធ្វើពិពិធកម្មផលប៉ះវិនិយោគរបស់អ្នកបែងចែកការវិនិយោគរបស់អ្នកទៅលើប្រភេទទ្រព្យសកម្មផ្សេងភាគហ៊ុនមូលបត្របំណុលអចលនទ្រព្យដើម្បីកាត់បន្ថយហានិភ័យនៃការខាតបង់ធំទី67យល់ពីការអត់ធ្មត់ចំពោះហានិភ័យរបស់អ្នកកុំវិនិយោគលើភាគហ៊ុនបុគ្គលដែលប្រែប្រួលខ្លាំងឬរូបិយប័ណ្ណគ្រីបតូប្រសិនបើការឡើងចុះនៃតម្លៃធ្វើឲ្យអ្នកបាត់បង់ការកេងលក់និងភ័យស្លន់ស្លោលក់ចេញទី68មិនបាច់ខ្វល់ពីព័ត៌មានហិរញ្ញវត្ថុចំណងជើងព័ត៌មានទីផ្សារដែលគួរឲ្យរន្ធត់ត្រូវបានបង្កើតឡើងដើម្បីទាក់ទាញចំណាប់អារម្មណ៍និងបង្កើតការថប់បារម្ភមិនមែនជួយអ្នកបង្កើតទ្រព្យសម្បត្តិរយៈពេលវែងទេទី69ប្រយ័ត្នថ្លៃសេវាអត្រាចំណាយនិងថ្លៃសេវាទីប្រឹក្សាហិរញ្ញវត្ថុខ្ពស់និងស៊ីប្រាក់ចំណេញរបស់អ្នករាប់សែនដុល្លារពេញទាំងជីវិតស្វែងរកថ្លៃសេវាក្រោមពី 0.20% ទី70គ្រប់គ្រងអារម្មណ៍របស់អ្នកភាពភ័យខ្លាចនិងភាពលោភលន់គឺជាអ្នកបំផ្លាញទ្រព្យសម្បត្តិដ៏ធំបំផុតទាំងពីរបង្កើតផែនការវិនិយោគនៅពេលអ្នកមានអារម្មណ៍ស្ងប់ហើយប្រកាន់ខ្ជាប់វានៅពេលទីផ្សារមានការភ័យស្លន់ស្លោទី71ចរចាប្រាក់ខែរបស់អ្នកជានិច្ចគុំទទួលយកការផ្ដល់ជូនលើកដំបូងដោយមិនបានសុំបន្ថែមដោយគួរសមការឡើងប្រាក់ខែ 10% នៅដើមអាជីពរបស់អ្នកនឹងកើនឡើងដល់រាប់សែនដុល្លារក្នុងមួយជីវិតរបស់អ្នកទី72ផ្លាស់ប្ដូរការងារដោយមានយុទ្ធសាស្ត្រការផ្លាស់ប្ដូរនយោជកជារៀងរាល់ 2 ទៅ 3 ឆ្នាំម្ដងជាប្រវត្តិសាស្ត្រគឺជាវិធីលឿនបំផុតដើម្បីទទួលបានការដំឡើងប្រាក់ខែខ្ពស់ទី73បង្កើតការងារបន្ទាប់បន្សំ Side Hustle ប្រើប្រាស់ពេលល្ងាចនិងចុងសប្តាហ៍របស់អ្នកដើម្បីបង្កើតប្រភពចំណូលទី2កាត់បន្ថយការពឹងផ្អែកលើប្រាក់ខែតែមួយទី74លក់របស់របរដែលមិនប្រើប្រែក្លាយរបស់របរដែលទុកចោលក្នុងឃ្លាំងឬទូខោអាវទៅជាសាច់ប្រាក់ហើយប្រើប្រាស់នោះដើម្បីផ្ដល់មូលនិធិដល់ការវិនិយោគរបស់អ្នកទី75វិនិយោគលើជំនាញរបស់អ្នកវិញ្ញាបនបត្រវគ្គសិក្សាតាមអ៊ីនធឺណិតនិងការរៀនសូត្រជាបន្តបន្ទាប់ធ្វើឲ្យអ្នកមានតម្លៃកាន់តែខ្លាំងនៅក្នុងទីផ្សារការងារទី76សូមឡើងប្រាក់ខែដោយមានទិន្នន័យថ្មីយកបញ្ជីឯកសារនៃសមិទ្ធផលថ្មីរបស់អ្នកគម្រោងដែលទទួលបានជោគជ័យនិងការស្រាវជ្រាវប្រាក់ខែក្នុងទីផ្សារនៅពេលសុំថៅកែរបស់អ្នកដំឡើងប្រាក់ខែទី77ស្វែងរកប្រាក់ចំណូលពីចំណង់ចំណូលចិត្ត Hobby ប្រសិនបើអ្នកចូលចិត្តធ្វើអ្វីមួយថតរូបដុតនំសរសេរកូដចូលស្វែងរកវិធីផ្ដល់វាជាសេវាកម្មឬផលិតផលក្រៅម៉ោងទី78ដាក់ជួលទ្រព្យសម្បត្តិរបស់អ្នកប្រសិនបើអ្នកមានបន្ទប់ទំនេរឡានទុកចោល
ឬឧបករណ៍កាមេរ៉ាទំនើបចូលដាក់វាជួលនៅលើទីផ្សារដើម្បីបង្កើតសាច់ប្រាក់ ទី79ផ្ដោតលើសកម្មភាពដែលផ្ដល់ផលចំណេញខ្ពស់ High ROI ចំណាយម៉ោងធ្វើការរបស់អ្នកលើកិច្ចការដែលពិតជាជួយជំរុញអាជីពឬអាជីវកម្មរបស់អ្នកមិនមែនគ្រាន់តែធ្វើការងាររាយរងនោះទេទី80បង្កើតចំណូលអសកម្ម Passive Income គោលដៅចុងក្រោយគឺការផ្លាស់ប្ដូរពីការលក់ពេលវេលាដើម្បីប្ដូរយកលុយទៅជាការកាន់កាប់ទ្រព្យសកម្មអចលនទ្រព្យភាគលាភផលិតផល Digital ដែលផ្ដល់ប្រាក់ឲ្យអ្នកសូម្បីតែពេលអ្នកកំពុងគេងទី81ទិញឡានមួយទឹកដែលគួរឲ្យទុកចិត្តទុកឲ្យអ្នកផ្សេងជាអ្នកទទួលរងការធ្លាក់ចុះតម្លៃ 20% ឡើងនៃការទិញឡានថ្មីចេញពីរោងចក្រទី82ជិះឡានរហូតដល់វាលែងដំណើរការរក្សាទុកយានជំនិះដែលបង់ដាច់និងគួរឲ្យទុកចិត្តបានរាប់ទសវត្សរ៍គឺជាយុទ្ធសាស្ត្រសាងទ្រព្យសម្បត្តិដ៏មានប្រសិទ្ធភាពមួយមកហើយទី83ប្រៀបធៀបតម្លៃធានារ៉ាប់រងប្រៀបធៀបតម្លៃធានារ៉ាប់រងឡាននិងផ្ទះជារៀងរាល់ឆ្នាំដើម្បីប្រាកដថាអ្នកមិនបង់ពន្ធភាពស្មោះត្រង់សម្រាប់ការនៅជាប់ជាមួយក្រុមហ៊ុនដដែលទី84ថែទាំជាប្រចាំការបដូរប្រេងម៉ាស៊ីន$50និងការសម្អាតធុំហូរទឹក$100គឺថោកជាងឆ្ងាយបើធៀបនឹងការបដូរម៉ាស៊ីនឬជួសជុលដំបូលដែលពុកផុយទី85កុំទិញផ្ទះធំពេកកំណត់ការបង់ប្រាក់រំលោះផ្ទះសរុបរួមទាំងពន្ធនិងធានារ៉ាប់រងមិនឲ្យលើសពី 28% នៃប្រាក់ចំណូលសរុបប្រចាំខែរបស់អ្នកទី86កែលម្អប្រសិទ្ធភាពថាមពលផ្ទះរបស់អ្នកបិទចម្លាស់ទ្វារបង្អួចនិងបដូរទៅប្រើអំពូល LED ដើម្បីកាត់បន្ថយវិក្កយបត្រទឹកភ្លើងប្រចាំខែរបស់អ្នកជាអចិន្ត្រៃយ៍ទី87យល់ពីការចំណាយពិតប្រាកដនៃការមានផ្ទះត្រូវគិតបញ្ចូលទាំងពន្ធអចលនទ្រព្យធានារ៉ាប់រងការថែទាំនិងសេវាកម្មផ្សេងៗមិនមែនត្រឹមតែប្រាក់រំលោះនោះទេទី88តវ៉ាពន្ធអចលនទ្រព្យរបស់អ្នកប្រសិនបើតម្លៃផ្ទះនៅក្នុងតំបន់របស់អ្នកធ្លាក់ចុះសូមតវ៉ាការវាយតម្លៃពន្ធអចលនទ្រព្យរបស់អ្នកដើម្បីប្រាកដថាវិក្កយបត្រពន្ធរបស់អ្នកធ្លាក់ចុះដូចគ្នាទី89រៀនថែទាំឡានជាមូលដ្ឋានការបដូរតម្រង់ខ្យល់ម៉ាស៊ីននិងផ្លាត់ទឹកដោយខ្លួនឯងចំណាយពេលត្រឹម10នាទីហើយនឹងជួយសន្សំប្រាក់បានច្រើនទី90ជួលផ្ទះប្រសិនបើវាសមស្របតាមការគណនាការធ្វើជាម្ចាស់ផ្ទះមិនមែនតែងតែល្អនោះទេនៅក្នុងទីផ្សារដែលការរស់នៅមានតម្លៃថ្លៃការជួលផ្ទះហើយយកប្រាក់ដែលសល់ទៅវិនិយោគយ៉ាងសកម្មអាចបង្កើតទ្រព្យសម្បត្តិបានច្រើនជាងទី91យកអត្ថប្រយោជន៍ជាអតិបរមាពីប្រាក់បន្ថែមរបស់ក្រុមហ៊ុនប្រសិនបើក្រុមហ៊ុនរបស់អ្នកមានកម្មវិធីផ្គូផ្គងប្រាក់សន្សំចូលបង់វិភាគទានយ៉ាងហោចណាស់ឲ្យស្មើនឹងចំនួនដែលក្រុមហ៊ុនផ្ដល់ឲ្យវាជាផលចំណេញ 100% ភ្លាមទី92បើគណនី Roth IRA ឬគណនីវិនិយោគស្រដៀងគ្នាបង់ពន្ធលើប្រាក់សន្សំរបស់អ្នកឥឡូវនេះដើម្បីឲ្យអ្នកអាចរីករាយជាមួយកំណើនគ្មានពន្ធនិងការដកប្រាក់គ្មានពន្ធនៅពេលចូលនិវត្តន៍ទី93រៀបចំផែនការមរតករបស់អ្នកធ្វើបណ្ដាំសាកល្បងមូលដ្ឋានបង្កើតមូលនិធិទុកចិត្ត Trust ដែលចាំបាច់និងធានាថាមនុស្សជាទីស្រឡាញ់របស់អ្នកត្រូវបានការពារតាមផ្លូវច្បាប់និងហិរញ្ញវត្ថុប្រសិនបើមានរឿងអាក្រក់កើតឡើងទី94ធ្វើបច្ចុប្បន្នភាពអ្នកទទួលផលរបស់អ្នកត្រូវប្រកាសថាគណនីចូលនិវត្តន៍គណនីធនាគារនិងធានារ៉ាប់រងអាយុជីវិតរបស់អ្នកដាក់ឈ្មោះមនុស្សត្រឹមត្រូវបន្ទាប់ពីមានព្រឹត្តិការណ៍ជីវិតសំខាន់ៗដូចជាការរៀបការឬការលែងលះទី95ទិញធានារ៉ាប់រងអាយុជីវិតតាមកាលកំណត់ Term Life Insurance ប្រសិនបើមានអ្នកណាម្នាក់កូនស្វាមីភរិយាពឹងផ្អែកលើប្រាក់ចំណូលរបស់អ្នកធានារ៉ាប់រងអាយុជីវិតតាមកាលកំណត់គឺមានតម្លៃសមរម្យនិងមិនអាចខ្វះបានជៀសវាងគោលការណ៍ធានារ៉ាប់រងពេញមួយជីវិត Whole Life ដ៏មានតម្លៃថ្លៃលុះត្រាតែអ្នកជាអ្នកមានស្តុកស្តម្ភទី96គណនាតួលេខចូលនិវត្តន៍របស់អ្នកគណនាឲ្យច្បាស់ថាតើអ្នកត្រូវការប្រាក់ប៉ុន្មានដើម្បីចូលនិវត្តន៍ដោយស្រួលគោលការណ៍ទូទៅគឺ25ដងនៃការចំណាយប្រចាំឆ្នាំដែលអ្នករំពឹងទុកពេលចូលនិវត្តន៍ទី97បង្រៀនកូនរបស់អ្នកពីលុយកាក់ទ្រព្យសម្បត្តិតជំនាន់មិនមែនគ្រាន់តែជាការបន្សល់ទុកសាច់ប្រាក់នោះទេ
វាគឺជាការផ្ទេរចំណេះដឹងហិរញ្ញវត្ថុដែលចាំបាច់ដើម្បីរក្សាវាទី98ការពារសុខភាពរបស់អ្នកវិក្កយបត្រពេទ្យគឺជាមូលហេតុចម្បងនៃការដួលរលំហិរញ្ញវត្ថុការញ៉ាំត្រឹមត្រូវការគេងលក់ស្រួលនិងការហាត់ប្រាណគឺជាយុទ្ធសាស្ត្រហិរញ្ញវត្ថុដ៏ត្រឹមត្រូវ ទី99កសាងបណ្ដាញទំនាក់ទំនងដែលផ្ដោតលើទ្រព្យសម្បត្តិនៅក្បែរមនុស្សដែលនិយាយអំពីគំនិតការវិនិយោគនិងការកសាងទ្រព្យសម្បត្តិជាជាងការនិយាយដើមគេនិងការនិយមប្រើប្រាស់សម្ភារៈទី100ត្រួតពិនិត្យផែនការមេរបស់អ្នកជារៀងរាល់ឆ្នាំកំណត់ទុកមួយថ្ងៃជារៀងរាល់ឆ្នាំដើម្បីវិតម្លៃវឌ្ឍនភាពរបស់អ្នកកែសម្រួលគោលដៅគណនាទ្រព្យសម្បត្តិសុទ្ធនិងអបអរសាទរចំពោះអ្វីដែលអ្នកបានសម្រេច សេចក្តីបញ្ចប់ទ្រព្យសម្បត្តិមិនមែនកើតឡើងត្រឹមតែមួយយប់នោះទេប៉ុន្តែរាល់ជំរើសដ៏ឆ្លាតវៃនឹងកើនឡើងបន្តិចម្ដងកុំឲ្យបញ្ជីនេះធ្វើឲ្យអ្នកមានអារម្មណ៍ស្មុគស្មាញអីគ្រាន់តែជ្រើសរើសទម្លាប់ចំនួន3ដើម្បីអនុវត្តនៅថ្ងៃនេះហើយសង្កេតមើលលទ្ធផលជាវិជ្ជមានរបស់អ្នកគ្រប់គ្រងខ្លួនឯងរក្សាវិន័យហើយត្រូវចងចាំថាសេរីភាពហិរញ្ញវត្ថុគឺស្ថិតនៅក្នុងដៃរបស់អ្នកទាំងស្រុងចាប់ផ្ដើមសាងសង់អនាគតរបស់អ្នកឥឡូវនេះ